បាទសូមជម្រាបសួរពុកម៉ែបងប្អូនពូមីងបាទថ្ងៃនេះខ្ញុំសូមបាទថតបង្ហាញពីសកម្មភាពដែលខ្ញុំចិញ្ចឹមកូនកង្ហែនណាបងប្អូនបាទតាំងពីវានៅទូចរហូតដល់វាធំពេញវ័យអញ្ចឹងនេះវីដេអូដំបូងគេបង្អស់ដែលខ្ញុំយកវាមកចិញ្ចឹមបងប្អូនហើយនិយាយពីប្រវត្តិកូនកង្ហែននេះគឺខ្ញុំបានមកពីអ៊ំម្នាក់ដែលនៅក្នុងភូមិបងប្អូនគាត់ទៅកាត់អស់មកពីក្នុងព្រៃទៅដោយកូនកង្ហែននឹងមកជាមួយដែរបងប្អូនមានន័យថាគាត់កាត់ដើមឈើរបស់យើងណាកាត់មកពេលមកដល់ផ្ទះទៅគាត់កាត់កន់អស់មានន័យថាកាត់អស់ជាកណាត់ទៅឃើញកូនកង្ហែនវានៅក្នុងរន្ធបាទទាំងសម្បុកទាំងអីនឹងឯងហើយអត់ឃើញមេវាទេបងប្អូនមេវាមិនដឹងជារត់ដល់ណាហើយទេបងប្អូនប្រហែលជាវានៅក្នុងព្រៃនឹងវារត់តាំងពីក្នុងព្រៃក៏មិនដឹងអញ្ចឹងទៅបានតែកូនវាមកហើយបើដឹងថាកូនវានៅក្នុងអស់អញ្ចឹងប្រហែលជាគាត់អត់បានយកមកទេមើលទៅខ្ញុំឃើញគាត់កាត់អស់ទៅក៏ឃើញក៏សុំគាត់បងប្អូនសុំគាត់យកមកចិញ្ចឹមពួកកូនកង្ហែនហ្នឹងខ្ញុំហ៊ាននិយាយថាបើក្រៅពីខ្ញុំគឺចិញ្ចឹមអត់រស់ទេបងប្អូនព្រោះដោយសារតែយកមកដំបូងហ្នឹងគឺខ្ញុំឃើញវាស្គមមែនទេបងប្អូនដោយសារតែវាអត់ទឹកដោះម៉ាក់វាណោះអត់ទឹកដោះមីវាណោះបងប្អូនអញ្ចឹងទៅក៏សុំគាត់ថាយកមកចិញ្ចឹមដាក់ទឹកដោះឲ្យវាផឹកខ្ញុំចិញ្ចឹមហ្នឹងគឺខ្ញុំទិញទឹកដោះឲ្យវាផឹករហូតណាបងប្អូនទិញទឹកដោះទឹកដោះកូនក្មេងណាទឹកដោះគេហៅទឹកដោះអង្គរមៀលឈ្មោះវាអង្គរមៀលអញ្ចឹងខ្ញុំយកអាទឹកដោះនឹងឯងដាក់ឲ្យវាផឹកបាទរៀងរាល់ថ្ងៃបាទថ្ងៃនេះខ្ញុំដាក់ឲ្យវាបាទរយៈពេលព្រឹកពេលថ្ងៃពេលល្ងាចហើយនឹងពេលយប់បងប្អូនបាទ4ពេលដាក់ឲ្យវាបឺតបានតិចច្រើនទៅតាមដែលវាឃ្លានបងប្អូនហើយចិញ្ចឹមវារហូតមកវាដោះរោមពេញតាំងពីវានៅទូចបាទទូចមែនទែនណារហូតដល់វាដោះរោមពេញអញ្ចឹងសត្វកង្ហែននេះគឺវាបាទអាយុរបស់វាតម្រឹមនឹងបើកភ្នែកគឺយូរមែនទេបងប្អូនខ្ញុំដាក់ចំណីឲ្យតាំងតែពីទូចហ្នឹងរហូតដល់វាបើកភ្នែកហ្នឹងរយៈពេលចូលជិត20ថ្ងៃហ្នឹងបងប្អូនអញ្ចឹងទឹកដោះក្នុងមួយថ្ងៃគឺមកកំប៉ុងហើយបងប្អូនមកប្រអប់កន្ទូចហ្នឹងបងប្អូនអញ្ចឹងខ្ញុំយកអាទឹកដោះនឹងឯងយកដាក់ឲ្យវាផឹករហូតបាទមួយថ្ងៃមួយវាផឹកអត់អស់ទេខ្ញុំមានថាទឹកដោះកូនហ្នឹងគឺវាមិនអាចរក្សាទុកបានយូរទេព្រោះមកប្រអប់មកដល់វាហ្នឹងយើងយកមកដល់គឺបឺតនឹងសារ៉ាងយើងដាក់នៅក្នុងសារ៉ាងហើយយើងបន្តក់នៅក្នុងមិត្តរបស់វាម្ដងតិចទៅអញ្ចឹងខ្ញុំចិញ្ចឹមរហូតដល់វាធំបាទវាធំវាដោះរោមចិត្តហើយឆ្លាតបងប្អូនកូនកង្ហែនហ្នឹងគឺឆ្លាតមែនទែនដោយសារតែវាជាសត្វព្រៃបងប្អូនជាសត្វព្រៃហើយវាមកនៅក្នុងភូមិពេលបើកភ្នែកមកដល់គឺឃើញមនុស្សតែម្ដងអញ្ចឹងទៅក៏វាគិតថាបាទនៅចិត្តមនុស្សគឺសុវត្ថិភាពបងប្អូនអញ្ចឹងទៅក៏យើងអាណិតដោយសារតែស្រឡាញ់វាទៅក៏យកវាមកចិញ្ចឹមអញ្ចឹងទៅបងប្អូនហើយកូនកង្ហែននេះគឺបាទមានអ្នកសុំទិញដែរបងប្អូនមានបងប្អូនបាទខ្ញុំផុសនៅក្នុង Facebook ទៅក៏បងប្អូនគាត់ឃើញគាត់ស្រឡាញ់ហើយគាត់ឆាតមកសួរបាទតម្លៃថាលក់ប្រមាណគាត់ចង់ទិញយកទៅចិញ្ចឹមអញ្ចឹងណាបងប្អូនដោយសារតែឃើញវាខ្ជូតដែរអញ្ចឹងខ្ញុំក៏ប្រាប់គាត់វិញដែរថាខ្ញុំអត់បានលក់ទេកូនកង្ហែនហ្នឹងខ្ញុំចិញ្ចឹមអញ្ចឹងក៏គាត់អត់បានថាអីដែរបងប្អូនអញ្ចឹងខ្ញុំដាក់វានៅក្នុងទ្រុងបងប្អូនយប់ឡើងខ្ញុំអត់ហ៊ានដាក់ក្រៅទេដោយសារតែខ្លាចមានសត្វឆ្មាសត្វបាទឆ្កែវាមកខាំអញ្ចឹងណាអញ្ចឹងខ្ញុំចិញ្ចឹមវាផងលេងវាផងអញ្ចឹងណាបងប្អូនដោយសារតែឃើញវាស្អាតវាខ្ជូតបាទអញ្ចឹងក៏ស្រឡាញ់វាខ្លាំងមែនទែនហើយទាក់ទងទៅនឹងការផ្ដល់ចំណីគឺដូចខ្ញុំបានប្រាប់ខាងដើមចឹងឯងបងប្អូនខ្ញុំបានដាក់ទឹកដោះឲ្យវាផឹកបាទដាក់ទឹកដោះឲ្យវាផឹករហូតដល់វាធំប៉ុណ្ណេះបាទនេះដូចបងប្អូនបានឃើញនៅក្នុងវីដេអូដែលខ្ញុំថតនេះវាលោតទៅលោតមកវាអត់នៅស្ងៀមទេបងប្អូននិយាយពីសត្វម្ដាសត្វដែលរពឹសជាងគេខ្ញុំថាដូចជាមានសត្វណារពឹសជាងសត្វនេះទៀតទេបងប្អូនហើយនៅពេលដែលវាចេះបើកភ្នែកហើយយើងចង់ចាប់វាគឺបាទវាមិនសូវងាយដូចមុនទេបើកាលពីវាអត់ទាន់បើកភ្នែកមិញយើងយកដៃទៅប៉ះវាគឺបាទស្រួលទេដល់ពេលវាបើកភ្នែកចេះហើយវាប្រយ័ត្នខ្លួនវាខ្លាំងតែបើនិយាយពីរឿងដេកវិញគឺដេកដល់ហើយសត្វនេះដេកច្រើនបងប្អូនដេកច្រើនហើយពេលវាពេញញ៉ាំពេញស៊ីមែនទេណាបងប្អូនក្នុងមួយថ្ងៃខ្ញុំបញ្ចុកបាទទៅដោះគោខ្ញុំលេងកំណត់ថ្ងៃទៀតហើយលេងកំណត់ម៉ោងពេលវេលាទៀតហើយបងប្អូនពីមុនខ្ញុំកំណត់ក្នុងមួយថ្ងៃឲ្យវាផឹក4ដងប៉ុន្តែដល់ពេលវាពេញធំមែនទែនគឺបាទយើងមានជាទុំខ្នុរបាទជាទុំចេកឬក៏បាទជាប្រភេទផ្លែឈើផ្សេងគឺយកមកដល់គឺដាក់នៅក្នុងទ្រុងឲ្យវាញ៉ាំហើយបាទដាក់បញ្ចូលឲ្យវាហើយចំពោះការប្រឡែងវាវិញគឺពេលថ្ងៃឡើងខ្ញុំអត់ដែលទុកវានៅក្នុងទ្រុងទេបងប្អូនខ្ញុំប្រឡែងឲ្យវាបាទដេកនៅខាងក្រៅបាទវានិយាយទៅវាចូលចិត្តនៅកន្លែងណាដែលល្អ
ô các ông bồn cái lạnh về tuần vậy tôi cái lạnh tuần về cho chặt đây cho chặt và đây luôn về tôi cái lạnh chẳng ngày ông bồn thấy con càng hen này na có tàu cứ nhom ở ban tục về nâu nâng ní là hô tê ông bồn là xa đằng xa ấy cái lạnh này nhom nâu ní cứ tê nhom ní cứ nâu không phum ông bồn và nâu không phum hay phum nhom ní cứ về ở miền và chỉ vào phết sạch càng hen nâng về môn màu tê chẳngประสานbây giờ tục về và thôi nâu tại mà cái lạnh ní và hay chỉ về ở miền cả và tàuปุ้ย ឬក៏អត់មានការតំណែងជាមួយនឹងសត្វព្រៃលក្ខណៈធម្មជាតិរបស់វាទេបងប្អូនហើយខ្ញុំមានបងប្អូនម្នាក់ដែលមានផ្ទះនៅគៀនបាទតំបន់ព្រៃដែរបងប្អូនមាននៅតំបន់ព្រៃចឹងគាត់ថានៅកន្លែងផ្ទះគាត់ហ្នឹងគឺសម្បូរទៅដោយពពួកសត្វកង្ហែនហ្នឹងឯងបងប្អូនមានសត្វកង្ហែនមានសត្វកប្រុកហើយមានសត្វស្កាទៀតអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាបាទចង់យកកង្ហែនដែលខ្ញុំចិញ្ចឹមតាំងតែពីទូចនេះបាទយកទៅឲ្យគាត់បាទចិញ្ចឹមនៅផ្ទះគាត់ឯណោះមានន័យថាយកទៅដាក់នៅផ្ទះគាត់ចោលបងប្អូនខ្ញុំមិនបានថាឲ្យគាត់ដាក់ចិញ្ចឹមដាក់វានៅក្នុងទ្រុងចិញ្ចឹមរហូតទេបងប្អូនមានន័យថាដាក់វាប្រឡែងឲ្យវានៅក្នុងផ្ទះណាបងប្អូនឲ្យវានៅអញ្ចឹងទៅបាទបើសិនជាមានកង្ហែនព្រៃវាចង់បាទតំណែងគ្នាយ៉ាងណាវារត់ទៅក្នុងព្រៃបាទលក្ខណៈធម្មជាតិរបស់វាក៏យើងមិនដឹងធ្វើយ៉ាងណាដែរបងប្អូនយើងមានតែសម្រេចចិត្តថាឲ្យវាបាទទៅតាកញីតាកឈ្មោលរបស់វាបើវាបាត់នៅក្នុងបាទតំបន់ដែលវាមានសត្វកង្ហែនអញ្ចឹងបើវាបាត់ទៅចោះបងប្អូនយើងអត់ជាបញ្ហាទេយើងអត់ស្ដាយទេប៉ុន្តែបើសិនជាវាមកបាត់នៅបាទកន្លែងដែលមានតែភូមិមានតែមនុស្សវាអត់មានប្រភេទសត្វព្រៃដូចពួកវាអញ្ចឹងយើងក៏ពិបាកដែរបងប្អូនចឹងសម្រាប់ចិត្តថានឹងយកទៅឲ្យកិតនៅនោះវិញបាទជារៀងរាល់ថ្ងៃឲ្យតែខ្ញុំប្រឡែងវាចេញពីទ្រុងមកគឺយើងចាប់ផ្ដើមប្រឡែងលេងជាមួយវាតែម្ដងបងប្អូនហើយសត្វនេះដូចខ្ញុំបានប្រាប់ចឹងឯងវាចូលចិត្តប្រឡែងចូលចិត្តលេងមកពេលដែលវាខំដៃយើងអាទេសហ្នឹងគឺវាអត់ជាបញ្ហាទេបងប្អូនព្រោះវាអត់ខំយើងមុតទេហើយមួយថ្ងៃគឺនៅពេលដែលប្រឡែងទៅវាអត់ទៅណាឆ្ងាយវាមកឡើងបតងខបតងអាវឲ្យយើងពេលខ្លះវាចូលក្នុងកាបូបពេលខ្លះវាឡើងលើក្បាលហើយនៅពេលដែលយើងចាប់វាថ្នមចឹងទៅវាក៏បាទរុកដៃរុកជើងមកយើងវាអត់ទៅណាទេបងប្អូនបាទហើយចំពោះក្មេងៗវិញបាទចុះពីរៀនមិនទាន់ទេបងប្អូនគាត់រត់មកមើលគាត់រត់មកលេងរត់មកប្រឡែងជាមួយនឹងអាកូនកង្ហែននឹងឯងអញ្ចឹងរៀងរាល់ព្រឹករៀងរាល់ល្ងាចនៅពេលដែលគាត់ចុះពីរៀនគឺគាត់បាទចង់មើលវាចង់មកឃើញវាព្រោះនៅក្នុងភូមិនេះអត់ដែលមានកូនកង្ហែននោះបងប្អូនដល់ពេលដែលខ្ញុំបានកូនកង្ហែននឹងមកទៅគាត់ចង់ឃើញគាត់ចង់ចាប់វាហើយដល់ពេលដែលវាធំពេញវ័យមែនទែនបងប្អូននេះនៅពេលដែលវាធំពេញវ័យមែនទែនគឺស្រស់ស្អាតណាស់បងប្អូនអើយកតុយក៏សំពងពេញលេញបាទរូបរាងរបស់វាក៏កាន់តែធំប៉ុន្តែឃើញតែធំបែបនេះមែនណាបងប្អូនវានៅអត់ទាន់ដាច់ទឹកដោះទេព្រោះទឹកដោះខ្ញុំនៅតែដាក់ឲ្យវាជារៀងរហូតចឹងឯងបងប្អូនដាក់ក្នុងមួយថ្ងៃចឹងទៅដាក់ឲ្យវាផឹក2សារ៉ាង3សារ៉ាងចឹងទៅបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំបង្ហាញពីការចិញ្ចឹមកូនកង្ហែនបង្ហាញពីកង្ហែនដែលខ្ញុំចិញ្ចឹមតាំងពីដំបូងនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមអធិស្ឋានបងប្អូនចំពោះការបញ្ចូលសំឡេងបើសិនជាមានកំហុសខុសឆ្គងត្រង់ណាក៏សូមពុកម៉ែបងប្អូនខន្តីអភ័យទោសបាទសូមអរគុណ